មានចំណុចមួយដែលខ្ញុំចង់លើកឡើងទាក់ទងទៅនឹងការដែលយើងជាទូទៅមានបញ្ហាឆ្លុះប្រកែកគ្នានៅក្នុងចំណោមចំណាំបងប្អូនពាក្យមួយដែលខ្ញុំចង់លើកឡើងគឺថាដើរចេញដើម្បីឈ្នះពេលខ្លះយើងមិនចាំបាច់កាយប៉ុណ្ណាប្រកួតប្រជែងនៅក្នុងចំណោមចំណាំឬក៏យើងប្រើសម្ដីខ្លាំងឬក៏យើងប្រើទឹកមុខសម្លឹងសម្លក់លក្ខណៈថាចង់ជន់ឲ្យម្នាក់នឹងងើបមុខលែងរួចហើយយើងថាយើងឈ្នះហើយយើងថាយើងអស្ចារ្យនោះក៏មិនមែនដែរអីដែលខ្ញុំចង់លើកឡើងនៅក្នុងវីដេអូនេះទាក់ទងទៅនឹងការដើរចេញដោយរសារនូវសន្តិភាពហើយការដើរចេញគឺជាការឈ្នះដ៏សំខាន់និងជាការឈ្នះដ៏ល្អបំផុតអ្វីដែលសំខាន់នោះគឺជាការឈ្នះខ្លួនឯងដោយយើងគឺជាមនុស្សដែលមានការអត់ធ្មត់ខ្ពស់ហើយគឺជាមនុស្សដែលមិនមានស្ត្រីច្រើននោះទេបងប្អូនមានថាយើងមានមិត្តច្រើនជាងស្ត្រីការចាក់ចេញធម្មតាគឺគេថាយើងចាញ់ប៉ុន្តែមិនមែនចឹងនោះទេបងប្អូនការចាក់ចេញខ្លះគឺជាការឈ្នះទៅវិញទេមិនមែនមានន័យថាយើងចាញ់ទេក៏ប៉ុន្តែយើងឈ្នះខ្លួនឯងហើយគឺជារឿងដែលល្អបំផុតសម្រាប់មនុស្សដែលជ្រើសរើសសន្តិភាពមិនមានការឆ្លុះប្រកែកគ្នានោះទេបងប្អូនពេលខ្លះយើងចង់ប្រកែកឈ្នះនរណាម្នាក់គឺយើងអាចធ្វើទៅបានក៏ប៉ុន្តែការឈ្នះបែបនោះវានាំមកនូវការខឹងស្អប់ការគុំគួនចង់គំនុំគ្នាទៅវិញទៅមកនោះទេជាពិសេសដៃគូដែលយើងកំពុងតែប្រកែកគ្នានឹងតែម្ដងគឺគាត់នឹងអាចគុំគួនយើងហើយនឹងយើងនឹងបាត់បង់មិត្តភាពនឹងហើយគឺជារឿងដែលសំខាន់ដែលខ្ញុំចង់លើកឡើងតែទៅនឹងការដើរចេញដើម្បីឈ្នះហើយបងប្អូននឹងអ្នកដែលឈ្នះគេនៅក្នុងចំណោមមនុស្សជាច្រើនហើយគិតតែខ្លួនឯងនឹងគាត់បើគិតតែខ្លួនឯងនឹងអស្ចារ្យតែពិតមិនមែនអស្ចារ្យនោះទេបងប្អូនថាមិនត្រូវគាត់នឹងគឺជាមនុស្សដែលមានស្ត្រីច្រើនហើយគឺជាមនុស្សដែលមានគំនុំនៅក្នុងចិត្តច្រើនអាចថាមិនស្ងប់ចិត្តផងនៅពេលខ្លះឈ្នះគេហើយខ្លួនឯងមិនស្ងប់ចិត្តទៀតនឹងហើយដែលគេហៅថាមនុស្សចង់ឈ្នះអ្នកដទៃដោយគិតថាខ្លួនឯងនឹងគាត់បើគេនឹងអន់ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបងប្អូនសម្រាប់យើងក៏មិនមែនថាអូគ្រប់រឿងទាំងអស់យើងនៅស្ងៀមយើងមិនធ្វើអីសោះហើយយើងឲ្យគេជន់ក្បាលយើងដោយសារតែចិត្តក៏មិនមែននោះដែរពេលខ្លះក៏យើងអាចលើកឡើងតែទៅនឹងចំណុចណាខ្លះដែលយើងអាចលើកឡើងបានយើងការពារខ្លួនយើងរើយុទ្ធធម៌ឲ្យខ្លួនឯងដោយពាក្យចាស់មួយគេលើកឡើងថាកុំងើយពេកហើយក៏កុំអោនពេកដែរមានថាគឺយើងនៅកណ្ដាលបងប្អូនសរុបមកក៏បងប្អូនមនុស្សយើងទូទៅហើយភាគច្រើនមែនតើគឺរាល់ការប្រកែកគ្នារាល់ការនិយាយជាមួយគ្នាទល់មុខអីចឹងទៅគឺគាត់ចង់តែឈ្នះនោះទេហើយការឈ្នះបែបនោះគឺគាត់គិតតែខ្លួនឯងនឹងគាត់បានគិតតែខ្លួនឯងនឹងអស្ចារ្យប៉ុន្តែមនុស្សដែលរឹងមាំពិតប្រាកដគឺបោះបង់ការឈ្នះចោលដើម្បីរក្សានូវសន្តិភាពហើយគេបាត់បែនតាមកលៈទេសៈនោះគេក៏មិនមែនបោះបង់ខ្លួនឯងចោលនោះដែរក៏ប៉ុន្តែគេជ្រើសរើសមិនយកបញ្ហាតូចមកបំផ្លាញជីវិតខ្លួនឯងនោះទេមិនមែនរាល់ពាក្យសម្ដីដែលនិយាយមកគឺយើងត្រូវតែតបនោះទេហើយមិនមែនរាល់ការឆ្លុះប្រកែកគ្នាយើងត្រូវតែចូលរួមនោះដែរនៅពេលខ្លះការដើរចេញគឺជាការឈ្នះដែលល្អបំផុតហើយគឺជាការឈ្នះដែលឆ្លាតវៃបំផុតបាទបងប្អូនវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯង